អង្គរសង្ក្រាន្ត2025សូមស្វាគមន៍យើងខ្ញុំសូមបង្ហាញទស្សនវិជ្ជានៃការរៀបចំពិធីបណ្ដែតគោមបួងសួងដែលជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណនិងសូមខមាទោសពីព្រះម៉ែគង្គាសូមកំចាត់នៅឧបទ្រពចង្រៃទាំងឡាយនិងទុក្ខកង្វល់នានាឲ្យហូរតាមខ្សែទឹកហើយបួងសួងសូមពរជ័យនិងសេចក្តីសុខក្នុងឱកាសចូលឆ្នាំថ្មីបុស្បុកដែលស្ថិតនៅចំកណ្ដាលទីតាំងពិធីមានតម្កល់ព្រះពុទ្ធបដិមាលម្អដោយស្លឹកឈូកនិងផ្កាឈូកជាទីសក្ការៈបូជាសម្រាប់បងប្អូនប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់នៅទៅមុខបុស្បុកនេះមានការរៀបចំនៅរូបពពួកទេវតាប្រព្រំសិរីសួស្តីទៅដល់អ្នកបួងសួងទាំងឡាយអមដោយការអង្គាបុស្និងទស្សនីយភាពនានារួមមានការប្រគំតន្ត្រីបុរាណការបង្ហាញពីស្នាដៃសិប្បកម្មនិងការតុបតែងលម្អស្អាតៗសម្រាប់ជាទីកន្លែងសម្រាប់ថតរូបអនុស្សាវរីយ៍ហើយបណ្ដែតទឹករងចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមបណ្ដែតគោមបួងសួងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត2025ដែលនឹងប្រារព្ធធ្វើឡើងនៅមុខកសិនទឹកនៃប្រាសាទអង្គរវត្តសូមចូលរួមជាមួយយើងខ្ញុំអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពិធីបណ្ដែតគោមបួងសួងដែលប្រព្រឹត្តទៅនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025ហើយកុំភ្លេចត្រៀមពាក្យក្នុងចិត្តដើម្បីសរសេរលើវត្តគោមបួងសួងរបស់យើង